សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយតាក់ទងទៅនឹងមេរោគនៅក្នុងទូរស័ព្ទដៃបងប្អូនអញ្ចឹងមេរោគនៅក្នុងទូរស័ព្ទដៃរបស់យើងនឹងភាគច្រើនគឺកើតឡើងពេលដែលយើងបើកអ៊ីនធឺណិតទៅគឺវានឹងលោតមកបងប្អូនយើងអត់មានចុចក៏វាលោតមកដែរភាគច្រើនគឺបើខ្មែរយើងគេថាមេរោគក្នុងទូរស័ព្ទដៃអញ្ចឹងបងប្អូនអញ្ចឹងពាណិជ្ជកម្មវាលោតមករហូតយើងពងនឹងមើលកម្មវិធីនេះកម្មវិធីនោះអញ្ចឹងទៅវាលោតពាណិជ្ជកម្មមកអញ្ចឹងវិធីមួយនេះគឺខ្ញុំធ្វើហើយគឺ 100% គឺវាលេងមកទៀតបងប្អូនគឺវាលេងលោតមកទៀតហើយគឺលេងលោតរហូតបងប្អូនធ្វើតាមខ្ញុំមកអញ្ចឹងសម្រាប់នេះមេរោគដែលកើតឡើងលើទូរស័ព្ទដៃនេះវាច្រើនទៅលើ Android ទេអញ្ចឹងសម្រាប់ iPhone គឺអត់មានទេបងប្អូនតែបើបងប្អូនដែលមាន Android គឺ 100% យើងប្រើទៅគឺនឹងពាណិជ្ជកម្មលោតផ្ដេសផ្ដាស់ញ៉ៃញ៉ៃទេអញ្ចឹងវិធីបំបត្តិគឺបងប្អូនអរគ្នាចូលទៅកាន់ setting មកចូល setting ហើយបងប្អូនអរគ្នាអាចរកមកពាក្យថា connection នេះឬក៏បងប្អូនអរគ្នាទូរស័ព្ទវាអាចនៅកន្លែងផ្សេងគ្នាបងប្អូនអាច search បាន search នៅកន្លែង setting នឹងមកយើងវាយពាក្យថា DNS បងប្អូនវាយពាក្យតាមខ្ញុំមក DNS មកនៅបងប្អូននេះអញ្ចឹងគេដាក់ DNS private អញ្ចឹងបងប្អូនអរគ្នា search ទៅគឺវា load មកហើយអញ្ចឹងយើងចុចកន្លែង private DNS ហ្នឹងមកអញ្ចឹងបងប្អូននឹងឃើញមានគេដាក់នេះនៅកន្លែងនេះគេដាក់ private DNS អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងទៀតមកឃើញមានគេដាក់ off ហ៎អញ្ចឹងនៅកន្លែងនេះបងប្អូនអរគ្នាឃើញគេដាក់កន្លែង off ហើយតែវាអត់បាត់ទេអញ្ចឹងបងប្អូនអរគ្នាត្រូវតែមក tick នៅកន្លែងនេះគេដាក់ private DNS tick នៅកន្លែងហ្នឹងបងប្អូនណាអញ្ចឹងបន្ទាប់មកគឺបងប្អូនអរគ្នាវា load មកឲ្យយើងវាយនៅ email ដែលតាក់ទងដែលក្រុមហ៊ុន DNS គេដាក់អញ្ចឹងពេលដែលយើងវាយអា Gmail នឹងចូលទៅគឺពាណិជ្ជកម្មវាបាន lock នៅក្នុងហ្នឹងគឺវាមិនអាច load មកទៀតទេបងប្អូនអញ្ចឹងទូរស័ព្ទតែរបស់យើងគឺមេរោគវាលេងចូលបានទៀតហើយវា lock DNS ហ្នឹងអញ្ចឹង website ហ្នឹងបងប្អូនវាយតាមខ្ញុំមកដាក់ DNS បងប្អូនវាយតាមខ្ញុំព្រោះបងប្អូនអត់ដឹងទេអាចវាយតាមខ្ញុំមកហើយខ្ញុំដាក់ link នៅខាងក្រោម description បងប្អូនអាច copy ទៅចម្លងបានអញ្ចឹងកុំឲ្យខាត់ពេកបងប្អូនវាយតាមខ្ញុំមកវាយ DNS មកនេះបងប្អូនវាយ DNS.adg បងប្អូនវាយតាមខ្ញុំមក uard.com បងប្អូនវាយតាមខ្ញុំមកនៅបងប្អូនអញ្ចឹងបងប្អូនវាយតែប៉ុណ្្នឹងមកវាយប៉ុណ្្នឹងហើយបងប្អូនគ្នា tick មួយមកអូខេអញ្ចឹងនៅពេលដែលយើងចុចហើយបងប្អូន tick ហើយគឺវានៅកន្លែងហ្នឹងគឺបានដាក់នេះ no delete ហ្នឹងគឺវាបានកំណត់ហើយអញ្ចឹងបងប្អូនតែប៉ុណ្្នឹងទៅគឺវាលេងមានពាណិជ្ជកម្មលោតរហូតបងប្អូនលុះត្រាតែបងប្អូនអរគ្នាបុក program ថ្មីឬក៏អាចឈប់ reset កម្មវិធីអញ្ចឹងទៅអញ្ចឹងបានវាបាត់គឺយើងទៅកំណត់សារទៀតតែបើសិនជាបងប្អូនអរគ្នាដែលគាត់ពងប្រើហើយវាមានពាណិជ្ជកម្មលោតមកអញ្ចឹងយើងគ្រាន់តែបំពេញនៅ Gmail របស់ខាងក្រុមហ៊ុន ADS ហ្នឹងទៅគឺវាលេងលោតរហូតហ្នឹងហើយអញ្ចឹងវិធីនេះគឺងាយស្រួលបងប្អូនគឺវាអត់មានមេរោគអីលោតមកញ៉ៃទៀតទេគឺបិទទាំងស្រុងហ្មងបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះគឺវាសំខាន់សម្រាប់បងប្អូនខាងជាងទូរស័ព្ទអីចឹងណាអញ្ចឹងបងប្អូនអរគ្នាអាចមើលតាមវីដេអូហ្នឹងហើយធ្វើតាមខ្ញុំបានហើយបងប្អូនកុំភ្លេចជួយចុច Subscribe នៅ channel របស់ខ្ញុំអ្នកមួយផងហើយនឹងជួយចុច comment ចូលចិត្តនៅវីដេអូរបស់ខ្ញុំអ្នកមួយផងបើគិតថាវីដេអូនេះមានប្រយោជន៍អញ្ចឹងវីដេអូមានប៉ុណ្ណឹងទេបងប្អូនអរគុណសូមជម្រាបលា